ផាតទី1របស់ទី1នៃការអាប់ក្រេតកន្លែងធ្វើការរបស់ខ្ញុំអញ្ចឹងនេះគឺជារូបកុំព្យូទ័រខ្ញុំសម្រាប់ពេលបច្ចុប្បន្នដោយសារតែយើងមើលទៅតុកុំព្យូទ័ររបស់ខ្ញុំគឺវាមើលទៅចង្អៀតខ្លាំងមែនទែនហើយស្កេសស្កាស់ខ្លាំងមែនទែនអញ្ចឹងចាប់ពីពេលនេះតទៅគឺយើងនឹងអាប់ក្រេតតុកុំព្យូទ័ររបស់ខ្ញុំឲ្យខ្លាចទៅជា the best តុកសម្រាប់ខ្ញុំតែម្ដងអូខេហើយអញ្ចឹងយើងត្រឡប់មកកាន់របស់ទី1របស់យើងវិញនេះគឺជា monitor speaker ដែលវាគឺជា budget speaker ទេ quality វាគឺគ្រាន់បើខ្លាំងមែនទែនអញ្ចឹងខ្ញុំនឹង unboxing របស់ទី1សម្រាប់ការ upgrade តុកកុំព្យូទ័ររបស់យើងឲ្យទៅកាន់អ្នកទាំងអស់គ្នា enjoy អញ្ចឹងតោះ unboxing ជាមួយនឹងខ្ញុំហ្មងទៅ Okay, let's go. របស់ដែលយើងត្រូវតែមានទី1គឺមួយនេះកេះ2តង់ហ្មងអ្នកនេះវ៉ាតណងនេះវ៉ាចែងមកហើយស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់ដឹងតែខ្ញុំយកដាក់កន្លែងណាទេព្រោះអ្នកគ្នាមើលតុកកុំព្យូទ័ររបស់ខ្ញុំទៅគឺវាអត់មានកន្លែងដាក់ទេឥឡូវ speaker ខ្ញុំវាអន់ចិត្តវាស្រែកថៅអស់បាត់ហើយអូចាប់អត់នៅក្នុងកែហ្នឹងអត់មានអីទេមានតែ speaker 2ហើយនឹងដុយអានេះដុយសមួយនេះដុយសម្រាប់តពី Air ទៅ L ហើយអានេះប្រហែលជាដុយដល់ចូលកុំព្យូទ័រក្រោយពីមុខខ្ញុំឆ្លាញ់ speaker នេះមែនតើខ្ញុំនិយាយតាមត្រង់ដោយសារខ្ញុំឃើញគេ review ល្អច្រើននៅពួកស្រុកគេហើយខ្មែរយើងក៏សម្បូរដែរសម្រាប់ពេលបច្ចុប្បន្នបើសិនអ្នកគ្នាចង់ទិញនៅខ្មែរទៅប្រចាំ order ដូចខ្ញុំនាំជូនទេអ្នកទាំងអស់គ្នាទិញនៅខ្មែរដែរក៏បាន steel cup អានេះប្រហែលដូចជាអាហ្នឹងវាមានឆ្វេងស្ដាំព្រោះ speaker monitor យើងត្រូវការឆ្វេងស្ដាំអ្នកគ្នាអូអានេះខាងស្ដាំអានេះខាងឆ្វេងអានេះខាងស្ដាំមាន volume មានអីនេះតែសចិនទាំងអស់អត់ចេះមើលលេងខ្សែដោតចូលកុំព្យូទ័រខ្ញុំមិនដឹងតែខ្សែអីខ្លះទេច្រើនមែនតើខ្ញុំដឹងតែខ្សែមួយនេះគឺខ្សែតពីឆ្វេងទៅស្ដាំអា speaker នេះវាស្រួលតទេអត់មានអីបាក់តទេអូខេចប់ហើយប៉ុណ្ណឹងយើងដាក់ខាងឆ្វេងមួយទៀតថាតអត់លឺទេប្រហែលខ្ញុំដាក់ខ្សែនេះខុសអញ្ចឹងដល់ពេលដែលយើងត្រូវតអាមួយនេះចូលទៅកាន់កុំព្យូទ័ររបស់យើងហើយអូអានេះយើងធ្វើអញ្ចឹងបានតាយើងអាចដោតវាចូលទៅកាន់នេះរបស់យើងdirectចូលហ្មងព្រោះវាមានខ្សែ converter តែនេះខ្សែនេះអាក្រហមសនេះយើងដោតចូល speaker ហើយនឹងអាខ្មៅមួយនេះគឺយើងដោតចូលកុំព្យូទ័រយកហ្មងអញ្ចឹងដាក់បទចម្រៀងមួយសិនអែមកំអ្នកគ្នាជាមួយនឹង speaker ថ្មីរបស់យើងអូនិយាយទៅវាតំណងខ្លាំងមែនទែនហើយតុកកុំព្យូទ័រខ្ញុំរៀងញ៉ៃទៀតហើយអ្នកគ្នាមិនបាច់ខ្វល់ទេប៉ុន្តែសំខាន់ speaker នេះមានអារម្មណ៍ថាខ្ញុំស្រឡាញ់ speaker នឹងខ្លាំងមែនទែនហើយសម្រាប់អ្នកដែលចង់បាន speaker នឹងអីអ្នកគ្នាអាចឆាតទៅទិញទៅនៅ page របស់ខ្មែរយើងមានលក់ដូចគ្នាតែសម្បត្តិមួយសិនវានិយាយទៅ monitor speaker ហ្នឹងមូលហេតុដែលខ្ញុំចូលចិត្តវាគឺដោយសារតា speaker ប្រភេទហ្នឹងគឺវាលឺឆ្វេងស្ដាំសំឡេងឆ្វេងសំឡេងស្ដាំគឺនិយាយទៅវាស្រៀង surround sound ចឹងអាហ្នឹងខ្ញុំអត់ដឹងគេហៅគេទេព្រោះខ្ញុំអត់ចេះបច្ចេកទេសអាសំឡេងហ្នឹងទេ What ប៉ុន្តែខ្ញុំគ្រាន់ដឹងថាវា the best សម្រាប់ខ្ញុំហើយដោយសារតែខ្ញុំគឺជាមនុស្សម្នាក់ដែលអត់ចូលចិត្តប្រើកាសទេអញ្ចឹងជម្រើសទី1ផានទី1របស់ទី1គឺយើងតែង speaker យកមកដាក់ទាំងដែលយើងអត់ទាន់បានតុកកុំព្យូទ័រប៉ុន្តែអត់អីទេប្រហែលជា2ថ្ងៃទៀតខ្ញុំបានតុកកុំព្យូទ័រហើយអញ្ចឹងអា speaker ហ្នឹងវាមកដល់មុនតុកកុំព្យូទ័រវាចាំតុកកុំព្យូទ័រមកសិនទៅពេលណាដែលតុកកុំព្យូទ័ររបស់យើងមកដល់គឺយើងនឹងដាក់វាបញ្ចូលទៅកាន់តុកកុំព្យូទ័ររបស់យើងអែមស្រែមយកទៅមកអ្នកគ្នាឥឡូវរកកន្លែង set up ក៏អត់មានកន្លែង set up ដែរអ្នកគ្នាឲ្យមើលមកអ្នកគ្នាឃើញអត់កន្លែងហ្នឹងវាមានកន្លែងដាក់ដែរមើល speaker មួយប៉ុណ្ណាជា ROM speaker 2ទៀតបើដាក់លើនេះក៏អត់កើតចង់ដាក់ទៅនោះក៏អត់កើតបើសិនដាក់បានតែមួយចាហៀងអត់ដឹងទៅដាក់នៅណាហ្មងអា speaker ទាំងពីរហ្នឹងមានតែចាំតុកកុំព្យូទ័រទេនៅពេលដែលបានតុកកុំព្យូទ័រមកគឺខ្ញុំនឹង set up ធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលទៀតហើយជាចុងក្រោយខ្ញុំក៏ចង់អរគុណទៅកាន់ V-Shop ដូចគ្នាដោយសារតែមាន V-Shop មក sponsor ហ្នឹងហើយទៅធ្វើឲ្យខ្ញុំមានលុយតែង speaker ហើយនឹង upgrade តុកកុំព្យូទ័ររបស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចូលចិត្តខ្ញុំចង់ឲ្យខ្ញុំធ្វើវីដេអូជាច្រើនអីអ្នកគ្នាកុំភ្លេចទៅដាក់ពេចនៅ
V Shop KH អញ្ចឹងប្រាប់ឲ្យប្រាប់ទៀតណា Fan Alaska កុំភ្លេចទៅដាក់ពេជ្រនៅ V Shop KH អ្នកគ្នា Okay, let's go.